ក្នុងចំណោមកងទ័ពជើងទឹកនៅតំបន់អឺរ៉ុបគេមាននាវាពិឃាតជាច្រើនដែលមានឥទ្ធិពលខ្លាំងក្លាបំពាក់មីស៊ីលវាយប្រហារប្រព័ន្ធការពារដែនអាកាសរ៉ាដាទំនើបនិងប្រព័ន្ធប្រយុទ្ធដែលអាចទប់ទល់នឹងការវាយប្រហារបានគ្រប់ទម្រង់ថ្ងៃនេះយើងនឹងនាំអ្នកទស្សនាទៅស្គាល់អំពីចំណាត់ថ្នាក់លេខ10នាវាពិឃាតទំនើបបំផុតក្នុងតំបន់អឺរ៉ុបយើងនឹងរៀបរាប់អំពីប្រវែងទម្ងន់ល្បឿនប្រព័ន្ធអាវុធនិងចំណុចខ្លាំងរបស់វានីមួយៗលំដាប់ថ្នាក់លេខ10គឺប្រទេសណាត់វេជាមួយនាវា Fridtjof Nansen Class នាវាពិឃាតនេះមានប្រវែង132ម៉ែត្រទម្ងន់5200តោននិងល្បឿនធ្វើដំណើរអតិបរមា50គីឡូម៉ែត្រក្នុង1ម៉ោងប្រព័ន្ធអាវុធសំខាន់ទំនើបរួមមានមីស៊ីលប្រឆាំងនាវា NSM វាយប្រហាររយៈចម្ងាយឆ្ងាយប្រព័ន្ធ VLS សម្រាប់ការពារអាកាសរយៈចម្ងាយមធ្យមប្រកបដោយប្រសិទ្ធភាពនិងមានកំភ្លើងធំវាយប្រហារកាណុង76មីលីម៉ែត្រគ្រប់គ្រងការវាយប្រហារលើផ្ទៃសមុទ្រនិងលើគោកបានយ៉ាងមានប្រសិទ្ធភាពហើយមានរ៉ាដាទំនើបអាចចាប់បានគោលដៅច្រើនចំណុចខ្លាំងរបស់នាវានេះគឺការរចនាបថបែបលាក់ខ្លួននិងសមត្ថភាពធ្វើដំណើរក្នុងមហាសមុទ្រត្រជាក់នាវាដ៏ទំនើបនេះជាឆ្អឹងខ្នងរបស់កងទ័ពជើងទឹករបស់ប្រទេសណាត់វេទាំងមូលលេខរៀងទី10បានទៅលើរាជាណាចក្រដាណឺម៉ាកជាមួយនឹងនាវាប្រភេទ Iver Huitfeldt Class នាវាចម្បាំងដ៏ទំនើបនេះមានប្រវែង138ម៉ែត្រទម្ងន់6645តោននិងល្បឿនធ្វើដំណើរអតិបរមា54គីឡូម៉ែត្រក្នុង1ម៉ោងនាវាទំនើបរបស់ដាណឺម៉ាកនេះបំពាក់នូវអាវុធសំខាន់រួមមានមីស៊ីល SM-2 មីស៊ីល ESSM និងមីស៊ីល Harpoon មីស៊ីលទាំងអស់នេះស្ថិតតែជាមីស៊ីលវាយប្រហាររយៈចម្ងាយឆ្ងាយមានគោលដៅច្បាស់លាស់និងមានភាពកំណាចខ្លាំងចំណុចសំខាន់មួយទៀតវាបំពាក់ដោយកំភ្លើងធំទំនើប76មីលីម៉ែត្ររ៉ាដាចាប់បានគោលដៅច្រើនក្នុងពេលតែមួយចំណុចខ្លាំងរបស់នាវាដ៏ទំនើបនេះគឺការពារដែនអាកាសបានល្អឥតខ្ចោះនិងប្រព័ន្ធប្រតិបត្តិការទំនើបខ្លាំងលេខរៀងទី8បានទៅលើប៉ូឡូញជាមួយនឹងនាវាថ្មីថ្នាក់ Voyager Class ដែលកំពុងសាងសង់ជិតរួចរាល់នាវានេះមានប្រវែង138ម៉ែត្រទម្ងន់5500តោននិងល្បឿនជាង50គីឡូម៉ែត្រក្នុង1ម៉ោងនាវាដ៏ទំនើបសាងសង់ថ្មីនេះបំពាក់អាវុធសំខាន់រួមមានមីស៊ីលប្រឆាំងនាវា NSM និងកំភ្លើងធំកាណុង76មីលីម៉ែត្របំពាក់នៅមីស៊ីលប្រព័ន្ធ VSL ការពារដែនអាកាសរយៈចម្ងាយមធ្យមមានប្រសិទ្ធភាពខ្ពស់ហើយចំណុចខ្លាំងរបស់នាវាមួយនេះគឺជាគម្រោងដ៏ថ្មីស្រឡាងរចនាបថបែបទំនើបទាន់សម័យនិងមានភាពលាក់ខ្លួនអាកំបាំងគេចពីរ៉ាដាទៅត្រូវបានយ៉ាងល្អឥតខ្ចោះនាវាមួយនេះបានធ្វើឲ្យប៉ូឡូញជាប់ក្នុងតារាងកំពូលនៃប្រទេសដែលមាននាវាថ្នាក់ Destroyer នាវាពិឃាតខ្នាតធំក្នុងតំបន់អឺរ៉ុបមួយនឹងគេដែរលេខរៀងទី7ធ្លាក់ទៅលើប្រទេសទូគីជាមួយនឹងនាវា TF2000 Class ដែលកំពុងអភិវឌ្ឍថ្មីស្រឡាងនាវានេះមានប្រវែងប្រហែល110ម៉ែត្រទម្ងន់ជាង7000តោននិងល្បឿនធ្វើដំណើរអតិបរមាប្រមាណជា55គីឡូម៉ែត្រក្នុង1ម៉ោងគួរឲ្យដឹងថានាវាប្រយុទ្ធទំនើបមួយនេះធ្វើដំណើរបានរយៈចម្ងាយឆ្ងាយនិងប្រតិបត្តិការបានយូរបំពាក់អាវុធទំនើបរួមមានមីស៊ីលការពារដែនអាកាសរយៈចម្ងាយមធ្យមនិងមានមីស៊ីលប្រឆាំងនាវារយៈចម្ងាយឆ្ងាយប្រសិទ្ធភាពខ្ពស់ហើយចំណុចខ្លាំងរបស់វាគឺគម្រោងធំបច្ចេកវិទ្យាមានកម្រិតទំនើបខ្លាំងនិងជាអនាគតនៃកងទ័ពជើងទឹករបស់ប្រទេសទូគីទាំងមូលលេខរៀងទី6បានទៅលើចក្រភពអេស្ប៉ាញជាមួយនឹងនាវា Álvaro de Bárcena Class នាវាដ៏ទំនើបថ្នាក់ Destroyer មួយនេះមានប្រវែង146ម៉ែត្រទម្ងន់5800តោននិងល្បឿន53គីឡូម៉ែត្រក្នុង1ម៉ោងអាវុធសំខាន់ដែលបំពាក់លើនាវាដ៏ទំនើបប្រភេទនេះរួមមានប្រព័ន្ធ Aegis មីស៊ីល SM-2 មីស៊ីល ESSM និងមីស៊ីល Harpoon អាចវាយប្រហារបានរយៈចម្ងាយដ៏ឆ្ងាយមានប្រសិទ្ធភាពខ្ពស់ចំគោលដៅបានល្អវាយប្រហារបានច្រើនទាំងលើគោកលើមហាសមុទ្រនិងអាចប្រឆាំងនាវាក្រោមបាតសមុទ្រដោយមានប្រព័ន្ធប្រឆាំងនាវាមួយទឹក Torpedo បំពាក់នៅលើនាវាអាចទប់ឧទ្ធម្ភាគចក្របានព្រមទាំងបំពាក់ដោយកំភ្លើងធំកាណុង126មីលីម៉ែត្រវាយប្រហារបានឆ្ងាយនិងមានប្រសិទ្ធភាពខ្ពស់នាវាប្រភេទនេះមានចំណុចខ្លាំងគឺប្រព័ន្ធ Aegis ដូចនាវាអាមេរិកដែលធ្វើឲ្យវាមានការការពារដែនអាកាសពីការវាយប្រហាររបស់សត្រូវបានយ៉ាងល្អ
នាវាប្រភេទនេះជួយដល់មកភាពកងទ័ពជើងទឹករបស់ប្រទេសអេស្ប៉ាញសម្រាប់បង្ហាញជំនុំទៅកាន់មហាអំណាចដទៃទៀតលេខរៀងទី5បានទៅលើមហាអំណាចអាល្លឺម៉ង់ជាមួយនឹងនាវា Sachsen Class នាវានេះជាប្រភេទនាវាពិឃាតទំនើបមានប្រវែង143ម៉ែត្រទម្ងន់5800តោននិងល្បឿនអតិបរមា54គីឡូម៉ែត្រក្នុង1ម៉ោងនាវាដ៏ទំនើបមួយនេះបំពាក់អាវុធសំខាន់ៗមួយចំនួនរួមមានមីស៊ីល SSM-2 មីស៊ីល ESSM មីស៊ីលហាពូននិងកាណុងកំភ្លើងធំ76មីលីម៉ែត្រមីស៊ីលដែលបំពាក់លើនាវានេះសិតតែជាមីស៊ីលកំណាចវាប្រហារបានឆ្ងាយនិងចំគោលដៅបានល្អមានប្រសិទ្ធភាពយ៉ាងខ្ពស់ហើយកំភ្លើងធំរបស់នាវានេះក៏វាយប្រហារបានល្អដែរពីបាញ់បានឆ្ងាយនិងកម្លាំងកំទេចមានភាពសាហាវខ្លាំងចំណុចខ្លាំងរបស់នាវានេះគឺការពារដែនអាកាសរបស់វាគឺមានភាពល្អឥតខ្ចោះនិងប្រតិបត្តិការជាក្រុមបានយ៉ាងមានប្រសិទ្ធភាពនាវាដ៏ធំសម្បើមមួយនេះជាឆ្អឹងខ្នងស្នូលនៃកងទ័ពជើងទឹករបស់មហាអំណាចអាល្លឺម៉ង់គួរឲ្យដឹងថាអាល្លឺម៉ង់សាងសង់វាឡើងសម្រាប់ទប់ទល់នឹងការគំរាមកំហែងនានាក្នុងតំបន់លេខរៀងទី4គឺមហាអំណាចបារាំងជាមួយនឹងនាវា Harrison Class នាវាដ៏ទំនើបនេះជាការសហការរួមគ្នាក្នុងការសាងសង់ជាមួយនឹងប្រទេសអ៊ីតាលីវាមានប្រវែង152ម៉ែត្រទម្ងន់7050តោននិងល្បឿនធ្វើដំណើរអតិបរមា54គីឡូម៉ែត្រក្នុង1ម៉ោងនាវាដ៏ទំនើបនិងសំខាន់មួយនេះបំពាក់ដោយអាវុធរួមមានមីស៊ីល HT-30 វាប្រហាររយៈចម្ងាយឆ្ងាយមីស៊ីលកំណាច X-Corps និងកំភ្លើងធំប្រយុទ្ធលើដីសមុទ្រ76មីលីម៉ែត្រចំនួន2វាប្រហារបានចំគោលដៅល្អនិងកម្លាំងកំទេចមានភាពសាហាវចំណុចខ្លាំងរបស់វាគឺការពារដែនអាកាសកម្រិតខ្ពស់និងប្រព័ន្ធគ្រប់គ្រងសមរភូមិមានភាពទំនើបប្រតិបត្តិការបានគ្រប់កាលៈទេសៈទាំងអស់លេខរៀងទី3បានទៅលើមហាអំណាចជើងទឹកអ៊ីតាលីជាមួយនឹងនាវា Harrison Class ថ្នាក់ Destroyer ប្រវែង152ម៉ែត្រទម្ងន់7050តោននិងល្បឿនធ្វើដំណើរអតិបរមា54គីឡូម៉ែត្រក្នុង1ម៉ោងដោយរបស់ប្រទេសបារាំងផងដែរអាវុធសំខាន់ៗបំពាក់លើនាវារួមមានមីស៊ីល Aster 30មីស៊ីល Escort និងកំភ្លើងធំកាណុង76មីលីម៉ែត្រចំនួន2វាប្រហារបានរយៈចម្ងាយឆ្ងាយនិងចំគោលដៅបានល្អចំណុចខ្លាំងរបស់នាវានេះគឺបច្ចេកវិទ្យាអ៊ីតាលីដែលបន្ថែមទៅលើវាហើយធ្វើឲ្យវាកាន់តែមានភាពជឿជាក់និងការពារខ្លួនបានល្អពីការវិបត្តិនានានិងធ្វើការតបវិញបានយ៉ាងមានប្រសិទ្ធភាពលើសមរភូមិគ្រប់ប្រភេទគ្រប់កាលៈទេសៈលេខរៀងទី2បានទៅលើមហាអំណាចរុស្ស៊ីជាមួយនឹងនាវា Udaloy Class ឬនាវា Soreimani Class នាវាទាំងនេះមានប្រវែង163ម៉ែត្រទម្ងន់យ៉ាងធ្ងន់7900តោនមានល្បឿនធ្វើដំណើរអតិបរមា56គីឡូម៉ែត្រក្នុង1ម៉ោងនាវារបស់រុស្ស៊ីនេះបំពាក់អាវុធសំខាន់ៗរួមមានមីស៊ីលប្រឆាំងនាវារយៈចម្ងាយឆ្ងាយព្រមទាំងមីស៊ីលថូពីដូប្រឆាំងនាវាមួយទឹកប្រព័ន្ធកែលម្អថ្មីក៏បានធ្វើការអភិវឌ្ឍរ៉ាដារបស់នាវានេះឲ្យបានចាប់បានគោលដៅច្រើនក្នុងពេលតែមួយទាំងលើផ្ទៃសមុទ្រនិងក្រោមបាតសមុទ្រនាវានេះមានចំណុចខ្លាំងរបស់វាគឺទំហំធំធន់ហើយនឹងប្រយុទ្ធបានយូរអង្វែងនៅលើមហាសមុទ្រមានប្រតិបត្តិការរហ័សព្រមទាំងបានបង្ហាញនូវឧត្តមភាពកងទ័ពជើងទឹករុស្ស៊ីមកដល់កំពូលគេបានទៅលើមហាអំណាចជើងទឹកអឺរ៉ុបចាស់វស្សាគឺចក្រភពអង់គ្លេសជាមួយនឹងនាវា Type 45 ឬ Daring Class ថ្នាក់ Destroyer មានប្រវែង152ម៉ែត្រទម្ងន់ធ្ងន់8000តោននិងល្បឿន56គីឡូម៉ែត្រក្នុង1ម៉ោងអាវុធសំខាន់ៗដែលបំពាក់លើនាវាដ៏ទំនើបរបស់ចក្រភពអង់គ្លេសនេះរួមមានមីស៊ីល HT-30 បាញ់បានរយៈចម្ងាយឆ្ងាយកំទេចសត្រូវបានរហ័សព្រមទាំងមានប្រព័ន្ធ Sea Viper និងកំភ្លើងធំវាយប្រហារបានឆ្ងាយកាណុង114មីលីម៉ែត្រនៅលើនាវាសម្រាប់ការវាយប្រហារនិងការការពារខ្លួន